ស្មៃហ្នឹងឯណាគេឆ្ងល់ដែរសួរគេពេញហ្នឹងចឹងឯងស្មៃឥឡូវគេហ៊ានតែជាមួយ AOAI សោះឯងឥឡូវខ្ញុំប្រាប់ពីរបៀបភ្ជាប់ជាមួយនឹងមុខងារនៃការប្រើប្រាស់ដើម្បីភ្ជាប់សូមចុចផ្កាយ16 15ផ្កាយ1ផ្កាយ2ធុងជោគរួចបញ្ចូលហើយបើកាន់តែងាយស្រួលទៀតកាន់ App Share Card រួចអស់ចូលទៅខាងក្រោមអ្នកទាំងអស់គ្នានឹងឃើញ AOAI សោះរួចចុចយកពាក្យ subscribe និងរងចាំភាពដើម្បីចូលទៅកាន់ website រួចចូលទៅកាន់គម្រោង AOAI ស្វែងរកពាក្យប្រើប្រាស់ AI និងបំពេញព័ត៌មានដែលជាតម្រូវការកុំភ្លេចចុចយក tick នឹងអានលក្ខន្តិកៈផ្សេងៗនិងជាជំហានចុងក្រោយគឺអ្នកបំពេញលេខកូដ OTP ចូលនោះការ register នឹងទទួលបានភាពជោគជ័យនិងអ្នកនរនឹងឃើញអេក្រង់បន្ទាប់គឺជាមុខងារពិសេសរបស់កម្មវិធីសិក្សា AOAI ដែលមុខងារសិក្សានឹងផ្ដល់ជូនមុខវិជ្ជាជាច្រើនទៅតាមតម្រូវការរបស់បងប្អូនអាចជ្រើសយកមុខវិជ្ជាណាមួយដើម្បីសិក្សាបន្ថែមឯមុខងារការធ្វើតេស្តវិញនឹងមានសំណួរល្បងប្រាជ្ញាសម្រាប់បងប្អូនសិក្សាបន្ថែមងាយស្រួលសម្រាប់សិស្សានុសិស្សដែលរៀនបន្ថែមដោយខ្លួនឯង AOAI សិស្សក៏មានការកត់ត្រានៅលទ្ធផលនៃការស្វ័យសិក្សារបស់បងប្អូនដែលបានធ្វើតេស្តនៅលើមុខងារ AOAI សិស្សកាន់តែងាយស្រួលសម្រាប់បងប្អូនគឺយើងមានមុខងារបញ្ចូលឯកសារជា PDF ហើយមុខងារដាក់រូបថតចូលគឺងាយស្រួលសម្រាប់បងប្អូនថតភ្លាមសួរភ្លាមជាមួយនឹង AOAI សិស្សអស់ក្តីបារម្ភជាមួយនឹងការបាត់ទិន្នន័យគឺ AOAI សិស្សនឹងផ្ដល់ជូននូវប្រវត្តិជជែកដែលបងប្អូនអាចស្វែងរកទិន្នន័យផ្សេងៗដែលបងប្អូនធ្លាប់សួរពីមុនមកហើយគម្រោង AOAI សិស្សមានតម្លៃត្រឹមតែ $1.5 តែប៉ុណ្ណោះតើបងប្អូនចាំការកុំភ្លេចបុកលុយដូរគម្រោងមួយ